ជម្រាបសួរបងប្អូនសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អានអញ្ចឹងថ្ងៃនេះគឺយើងមកបន្តមេរៀនទី3នៃមេរៀនសន្ទនារបស់យើងប៉ុន្តែខ្ញុំបានបញ្ជាក់ប្រាប់គ្នាយើងហើយថាបើសិនជាពួកយើងមានមេរៀនតាក់ទងទៅនឹងពួកយើងមានបំណងចង់សួរនាំមេរៀនអីផ្សេងអាហ្នឹងពួកយើងអាច comment ក្រោមវីដេអូខ្ញុំនឹងធ្វើវីដេអូបន្ថែមប៉ុន្តែខ្ញុំនឹង upload នៅក្នុង channel YouTube របស់ខ្ញុំធំគឺនឿនសុភត្រាណាពួកយើងអាចទៅមើលតាមដាន channel YouTube របស់ខ្ញុំណាសម្រាប់គ្នាយើងដែលមិនទាន់បាន subscribe channel ពួកយើងអាច subscribe channel តាមរយៈ link ខាងក្រោមឬក៏ពួកយើងអាច search ក្នុង YouTube តែម្ដងតាមរយៈឈ្មោះរបស់ខ្ញុំផ្ទាល់តែម្ដងគឺនឿនសុភត្រាសម្រាប់ channel YouTube Chinese Online School នេះគឺខ្ញុំធ្វើសម្រាប់ការដាក់មេរៀនលំដាប់លំដោយពីមេរៀនទី1ទី2ទី3ទៅរហូតតែម្ដងហើយយើងផ្ដោតទៅតាមសភៅចំពោះមេរៀនដែលពួកយើងកំពុងតែមើលនេះគឺជាសភៅសន្ទនាសម្រាប់កុមារមួយដែលខ្ញុំជាអ្នករៀបចំធ្វើដោយខ្លួនឯងទោះយ៉ាងណាក៏ដោយក៏ខ្ញុំមានបំណងចង់ដាក់សភៅផ្សេងទៀតដែរអញ្ចឹងដូចជាសភៅចុងវ៉ាន់សភៅ Go Chinese សភៅអីផ្សេងដែរយើងឃើញថាមាននៅតាមជាលក្ខណៈ online ឬក៏ជាសភៅដែលគេពេញនិយមអីជាដើមអញ្ចឹងទៅណាអញ្ចឹងកុំឲ្យខាតពេលហ្នឹងហើយពួកយើងខ្ញុំបញ្ជាក់ម្ដងទៀតដែរថាចំពោះការរៀនមេរៀនសន្ទនាឬក៏ការរៀនភាសារៀនពាក្យរៀនឃ្លារៀនខ្លងរៀនអត្ថបទអីផ្សេងគឺទាមទារឲ្យពួកយើងអនុវត្តឲ្យបានច្រើនអញ្ចឹងការអនុវត្តវាមានច្រើនជម្រើសវាមានច្រើនទម្រង់បើសិនជាពួកយើងមានដៃគូសម្រាប់អនុវត្តក៏ពួកយើងប្រើប្រាស់ភាសាទៅតាមជាក់ស្ដែងតែបើសិនជាពួកយើងយល់ថាមិនទាន់មានពេលវេលាមានអ្នកធ្វើការជាមួយឬក៏មិនមានដៃគូអីប្រស្រ័យតាក់ទងសន្ទនាអីទេពួកយើងអាចជ្រើសរើសជម្រើសមួយទៀតគឺការអានអញ្ចឹងមេរៀនគឺពួកយើងអានជាប្រចាំមួយថ្ងៃ1ម៉ោងក៏ដោយ2ម៉ោងក៏ដោយកន្លះម៉ោងក៏ដោយ10នាទីក៏ដោយ20នាទីក៏ដោយឲ្យតែពួកយើងមានពេលគឺពួកយើងព្យាយាមណាអញ្ចឹងមេរៀននេះដូចគ្នាពួកយើងគឺយើងរៀនមេរៀននេះគឺរៀនមេរៀនទី3ប៉ុន្តែខ្ញុំចង់ឲ្យពួកយើងអានពីមេរៀនទី1ទី2ទៅជាមួយខ្ញុំចំពោះមេរៀនក្រោយៗទៅយើងរៀនដល់មេរៀនទី10ទី20ទី30អីយើងអាចចាប់ផ្ដើមអានពីមេរៀនទី1ទី2ទី3ទៅដូចគ្នាដើម្បីទម្លាប់នៃការអានផងនិងរំលឹកពាក្យឡើងមកវិញផងអញ្ចឹងណាអញ្ចឹងកុំឲ្យខាតពេលឥឡូវយើងមកចាប់ផ្ដើមអានមេរៀននេះទាំងអស់គ្នាណា第一课你好第一课你好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 吗我很好谢谢你呢我也很好谢谢ម្ដងទៀត你好你好你好吗我很好谢谢你呢我也很好谢谢第二课数字第二课数字0、1、2、3、4、5、6、7、8、9、10、百、千、万、两。0、1、2、3、4、5、6、7、8、9、10、百、千、万、两。ម្ដងទៀត0、1、2、3、4、5、6、7、8、9、10、百、千、万、两ចំពោះមេរៀននេះខ្ញុំអត់អានទេព្រោះយើងជាលេខហ្នឹងវាច្រើនពេកព្រោះយើងអាចអានបន្ថែមកុំឲ្យខាតពេលណាអានេះក៏អត់ដែរអញ្ចឹងយើងចូលមេរៀនទី3តែម្ដងអញ្ចឹងមេរៀនទី3យើងមានតែប៉ុណ្្នឹងទេព្រោះយើងគឺ第三课你叫什么第三课你叫什么ណា你នៅអ៊ីនេះសំឡេងទី3你E R O L G L 叫សំឡេងទី4ណា叫神N N 是 N 神叫什么你叫什么ខ្លះក៏你叫什么ខ្លះ你叫什么ខ្លះ叫什么អញ្ចឹងតើអាហ្នឹងស្រ័យលើអ្នកអានទេព្រោះយើងដោយសារអីយើងអ្នករៀនភាសាពេលខ្លះគ្រូខ្លះគាត់អានចេះគ្រូខ្លះគាត់អានចុះដូចតែខ្ញុំដែរគ្រូខ្ញុំគាត់អានចុះយើងរៀនទៅក៏យើងឮគេអានចេះអញ្ចឹងតើណាអញ្ចឹងសម្រាប់ខ្ញុំគឺ你叫什么你叫什么តើអ្នកឈ្មោះអ្វីនេះគឺឈ្មោះយើងសួរគេណា你叫什么ហើយពីយើងកុំស្ងល់ថាខ្លះលើគេនិយាយ你叫什么名你叫什么名这你的名这叫什么名贵姓អីអញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺជាទម្រង់ឈ្មោះទម្រង់នៃការហៅឈ្មោះផ្សេងណាមានច្រើនទម្រង់អញ្ចឹងពួកយើងជ្រើសរើសមួយណាក៏បានដែរអាស្រ័យលើពួកយើងធ្លាប់រៀនឬក៏មិនធ្លាប់រៀនសម្រាប់ខ្ញុំគឺ你叫什么តើអ្នកឈ្មោះអ្វីអញ្ចឹងសាច់មេរៀនរបស់យើងមានខ្លីទេពួកយើង你叫什么你叫什么我叫小一 E R O L C L សំឡេងទី3ណា小អ៊ីបើពួកយើងមានឈ្មោះខ្លួនឯងក៏ដាក់ទៅបើពួកយើងអត់ទេក៏តាមនឹងទៅបើពួកយើងមិនមានឈ្មោះចិនដាក់ឈ្មោះខ្មែរណា我叫小一你呢我叫小一你呢ខ្ញុំឈ្មោះ小一ចុះអ្នកវិញ我叫小二我叫小二你
几岁了 trong mua xảo chẳng hạn còn là chỉ ưu tí hó nì giao sầm nì chỉ xuôi chỉ cứ bản mán xuôi cứ dụ nì chỉ xuôi là cứ hỏi nì chỉ xuôi là ta nè ở dụ bản mán hỏi nì chỉ xuôi là 我13岁了我13岁了我13คือดับเบิลนะยังเรียนปีเลขปีไม่เรียนม้น我13岁了ខ្ញុំអាយុ13ឆ្នាំហើយនេះណាចុះអ្នកវិញនេះណា我10岁了我10岁了ខ្ញុំអាយុ10ឆ្នាំហើយអញ្ចឹងណា我10岁了អញ្ចឹងឥឡូវពួកយើងមកអានទាំងអស់គ្នា3ដងមុននឹងបញ្ចប់មេរៀនហ្នឹងណា第三课你叫什么第三课你叫什么你叫什么你叫什么我叫小一我叫小一你呢你呢我叫小二我叫小二你几岁了你几岁了我13岁了我13岁了你呢你呢我10岁了我10岁了มาดองเตียนนะ你叫什么我叫小二你呢不是解释来呢你叫什么我叫小一你呢我叫小二你几岁了我13岁了你呢我10岁了มาดองเตียน你叫什么我叫小一你呢我叫小二你几岁了我13岁了你呢我10岁了什么的点你叫什么我叫小一你呢我叫小二你几岁了我13岁了你呢我10岁了ចឹងមេរៀននេះយើងមានតែប៉ុណ្្នឹងទេពួកយើងចឹងសម្រាប់គ្នាយើងដែលមានមតិយោបល់កំណត់អីចង់លើកឡើងអាចបញ្ចេញមតិយោបល់កំណត់របស់ពួកយើងតាមរយៈ comment ខាងក្រោមណាចឹងខ្ញុំបញ្ចប់វីដេអូនៅប៉ុណ្្នឹងហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតអរគុណ